ក្បួនយុទ្ធសាស្ត្រវិច័យថកំតិចពោសនាមាសទី19ធាតុឈរធាតុដាធាតុដែកអតីតរលត់ហើយកាយវិចចិត្តសង្ខារមិនទៀងធាតុអង្គុយបច្ចុប្បន្នមិនមែនខ្លួនធាតុអង្គុយបច្ចុប្បន្នថយជាតុមិនមែនខ្លួនថយណានីមួយតែមានការកាត់ជាធម្មតាថយទាំងអស់នោះរមែងមានការរលត់ទៅវិញជាធម្មតាសូមឲ្យសព្វសាទបានក្តីសុខថកំតិចពោសនាមាទី19ចាប់តែប៉ុណ្ណេះថនេះតម្លៃ$10,000ឬ400,000បាតឬ40លានឬក៏សាំងខាងផ្នែកចំណេះដឹងប្រចាំថ្ងៃដំកល់ទុកក្នុងព្រះពុទ្ធសាសនានិងពិន័យកាត់ក្តីទុក500ជាដល់ចំណេះដែលផ្ចាញ់ផ្ចាតាមហេតុសង្គតាមហេតុ1206ដោយព្រះភិក្ខុចន្ទរិតៈហៅបិណ្ឌរេជាម្ចាស់ក្បួនអនុមោទនា